នេះគឺជា shader ទាំងពីរដែលធ្វើឲ្យអ្នកនរគ្នាអាចលេងជំនួសជាមួយនឹង shader Prisma បានដោយ shader ទាំងពីរនេះគឺទូរស័ព្ទរមាំក៏អាចលេងបានដែរហើយបើសិនជាអ្នកនរគ្នាចង់ដឹងថាវាមានលក្ខណៈមិននោះតោះចូលទៅមើលវីដេអូទាំងអស់គ្នា shader ទី1របស់យើងគឺមានឈ្មោះថា Nap Complementary Reimagine ដែល shader នេះគឺវាស្អាតផងដែរអ្នកនរគ្នាអាចមើលបានហើយពិសេសនោះក៏វាមានស្រមោលឲ្យអ្នកនរគ្នាមើលដែរគ្រាន់ថាស្រមោលនេះគឺវាមិនស្អាតដូចជាមួយនឹង Prisma ទេប៉ុន្តែមើលទៅក៏វាស្អាតគួរសមដែរជាមួយនឹង shader មួយនេះហើយចំពោះ shader មួយនេះវិញគឺវារត់នៅលើ Minecraft ផាច់ដោយ shader មួយនេះគឺវាមានពពកស្អាតខ្លាំងមែនទែនដោយអ្នកនរគ្នាមើលបានគឺពពកចេញមកឆុងតែម្ដងហើយទឹកក៏មិនអន់ដែរគឺវាស្អាតដូចតែគ្នាទេចំណែកពេលយប់វិញគឺកាន់តែអែមជាមួយ shader មួយនេះគឺវាស្អាតខ្លាំងមែនទែនជាមួយនឹងពពកនឹងគឺវាចេញ effect ចេញមកពណ៌ខៀវលាយ green តិចហ្នឹងគឺមើលទៅគឺស្អាតខ្លាំងមែនទែនហើយអ្វីដែលកាន់តែ special នោះគឺ rare ពេលយប់គឺវាភ្លឺច្បាស់ខ្លាំងមែនទែនដែលធ្វើឲ្យអ្នកនរហ្នឹងគឺអាចងាយស្រួលក្នុងការជីករករក rare នៅពេលយប់បាន shader ទី2របស់យើងគឺមានឈ្មោះថា Garen ហើយនៅពេលដែលអ្នកនរគ្នាបាក់មកហ្នឹងគឺវាចេញលក្ខណៈពពករីងដាច់បែបនេះគឺកុំបារម្ភអីអ្នកនរគ្នាគ្រាន់តែចុច clear ចេញហើយចូលវិញមកគឺអ្នកគ្នាទទួលបានពពកមួយដែលជ្រុងហើយស្អាតខ្លាំងមែនតើដោយ shader នេះគឺវាមិនចាញ់ shader មុនប្រហែលទេគ្រាន់ថាវាគឺអត់មានស្រមោលខ្លួនយើងនៅក្នុងនឹងតែ shader នេះទាំងទឹកទាំងពពកអីហ្នឹងគឺដិតច្បាស់ខ្លាំងមែនតើហើយជាពិសេសនោះគឺស្រមោលដើមឈើអាចមើលបានគឺវាដិតច្បាស់ខ្លាំងមែនតើខ្ញុំចូលចិត្តជាងគេនោះគឺពពកវាដោយសារតែពពកវាជ្រុងហើយគឺវាដើរទៀតគឺអែមស្រែមតែម្ដងជាមួយ shader មួយនេះហើយចំណាយពេលយប់វិញក៏វាមិនចាញ់ shader មុនដែរគឺវាភ្លឺជាងមកគឺវាស្រស់ស្អាតមែនតើនៅពេលយប់ដោយអ្នកគ្នាមើលបានគឺវាមិនសូវខុសគ្នាប្រហែលទេឥឡូវវីដេអូយើងគឺបានមកដល់ទីបញ្ចប់ហើយ shader ទាំងពីរនេះដល់អ្នកគ្នាគិតយ៉ាងម៉េចដែរថាវាស្អាតដែរទេបើសិនជាអ្នកគ្នាបានលេងផ្ទាល់បានដឹងថា shader ទាំងពីរនេះគឺវាស្អាតខ្លាំងមែនតើហើយ shader ទាំងពីរនេះគឺខ្ញុំសូមបញ្ជាក់ហើយគឺវា work only តា Minecraft ផាច់ទេហើយបើសិនជាអ្នកគ្នាចង់ download នោះគឺអាចចូលទៅក្នុង Telegram ខ្ញុំបានឥឡូវយើងជួបគ្នាតែប៉ុណ្្នឹងសិនបានហើយបាយ